Hello បងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់និយាយរឿងមួយដែលតាក់ទងរឿងប្អូនស្រីម្នាក់នៅស្រុកខ្មែរដែលចង់ឲ្យខ្ញុំជួយចែកម្លែកជួយផ្សាយព័ត៌មានជួយតម្លៃកៅហៅលុយកាក់ផ្ញើឲ្យគាត់ពីព្រោះគាត់មានកៅហៅ a problem with her health ខ្លួនប្រាណគាត់ពីព្រោះគាត់មានជំងឺមួយដែលគាត់អត់មានគេជួយសាច់រឿងគាត់កំសត់ដែរខ្ញុំតាមដានគាត់ចិត្ត2-3អាទិត្យដែរគាត់តាក់ទងខ្ញុំ message ខ្ញុំ and គាត់មានអ្នកគាត់ស្គាល់នៅសហរដ្ឋអាមេរិកដែរគាត់ដល់ពូម៉ាក់គាត់ I think and គាត់ចង់ឲ្យខ្ញុំជួយផ្សាយពីព្រោះគាត់គិតថាខ្ញុំមានមនុស្សដែលមើលវីដេអូខ្ញុំ and គាត់ឃើញថាខ្ញុំដូចជាមនុស្សម្នាក់ដែលគាត់ទុកចិត្តដូចគាត់ចូលចិត្តមើល and ខ្ញុំដែលយ៉ាប់ដែរសម្រាប់ចិត្តរឿងនេះខ្ញុំបងប្អូនដឹងហើយថាយើងមានបញ្ហានៅស្រុកខ្មែរជុំវិញពិភពលោកយើងឃើញកូនក្មេងយាយអ៊ំមីងពូ everyone មានបញ្ហាខ្លួនប្រាណមហារីក cancer HIV AIDS មានទាំងអស់ and ខ្ញុំជាមិនមែន channel ខ្ញុំជួយទាំងអស់គ្នាបានទេបងប្អូនដឹងហើយ right បងប្អូនមើលមុខខ្ញុំ you cannot help everybodyពេលចង់ជួយគេទាំងអស់គ្នាដែលមានឈឺបញ្ហាបងប្អូនដឹងហើយ100ឆ្នាំតែមិនឈប់ដែរថតវីដេអូរាល់ថ្ងៃតែមិនអស់មនុស្សដែរ everybody having a problem ក្នុងជីវិតទាំងអស់គ្នាខ្ញុំបងប្អូនចិត្តខាងមិត្តភ័ក្តិ they all have a problem ប៉ុន្តែខ្ញុំជួយគាត់តាមមួយជាលើកចុងក្រោយរឿងមួយដែលសំខាន់ជាងគេដែលខ្ញុំចង់ជួយគាត់ជារឿងគាត់ធ្លាប់និយាយថាគាត់មានបងប្អូនគាត់ជួយថែជួយមើលតាំងពីទូចដល់ធំរហូតដល់ឥឡូវនេះគេមានមុខមានមាត់មានផ្ទះមានឡានមានអីវ៉ាន់គ្រប់គ្រាន់គេជួយគាត់តើមានបងប្អូនណាដល់ខ្ញុំពីទូចមើលថែបងប្អូនទាំងអស់ធំឡើងដែរមើលថែបងប្អូនរហូតដល់មានប្រពន្ធមានប្តីមើលថែម៉ែគ្មានលុយរៀនសុំអង្គការចូលរៀនផឹកតស៊ូរៀនចេះភាសាអស់លុយតែងតែឲ្យបងនៅមើលថែបងឲ្យបងធំមានការងារធ្វើបានចូលរៀនពេលដែលបងខួរបងថាចិត្តអស់មានផ្ទះនៅហើយអ្នកណាក៏បដិសេធមិនឲ្យបងនៅដែរសិតតែម្នាក់ផ្ទះប្តីម្នាក់ផ្ទះប្រពន្ធពេលត្រូវការខ្ចីលុយសុំលុយខ្ញុំទៅបងគេមានប្តីយកប្តីចាស់យកទំស្មើឪស្មើម៉ែយកលុយដើម្បីឲ្យកូនប្អូនរៀនឲ្យបងប្អូនទាំងអស់មានមុខរបរមានការងារធ្វើបើកោស៊ីបើបារាំងប្តីប្រពន្ធទៅនៅស្រុកគេមិនទៅទេឲ្យបងប្អូនមានបាយស៊ីមានកន្លែងនៅមានរៀនមានផ្ទះនៅជួយតាំងពីបងប្អូនបង្កើតបងប្អូនចដូនមួយមានម៉ែមានមីងមានអ៊ំមានមាមានក្មួយមានចទួតមួយខ្ញុំដឹងថារឿងនេះជារឿងមួយដែលខ្ញុំឮតាម social media ខ្ញុំឃើញតាម social media កើតឡើង to everybody ទាំងម្ដាយជួយកូនឪពុកជួយកូន it's hard so អញ្ចឹងបានខ្ញុំជួយបង្ហោះវីដេអូនេះពេលបងប្អូនមាន$5 $10 $20អីជួយទៅគេហៅ GoFundMe បងប្អូននៅស្រុកអាមេរិកស្គាល់ហើយ GoFundMe page ខ្ញុំដាក់ link បងប្អូនអាចទៅមើលកន្លែងខ្ញុំទៅសេអសបងប្អូនអាចចុចទៅដល់កន្លែងហ្នឹងបងប្អូនអាចជួយ donation ឲ្យគាត់ខ្ញុំបានប្រាប់គាត់ទៀតថាខ្ញុំជួយបង្ហោះជួយនិយាយប៉ុន្តែខ្ញុំអត់ដឹងថាមានមនុស្សយើងចង់ទៅជួយគាត់ទុកចិត្តគាត់ដូចខ្ញុំទេ GoFundMe page I saw a link to that page ដែលចង់ជួយលុយគាត់ជួយ donation in my កន្លែងខ្ញុំទៅសេបងប្អូនand follow that direction instruction អូខេបងប្អូនអរគុណបងប្អូនដែលបានស្ដាប់ខ្ញុំដល់ពេលនេះ bye bye